ខ្ញុំព្រះករណាសូមក្រាបថ្វាយបង្គំចំពោះព្រះជន្មបីនៃព្រះត្រៃរតន៍គឺមានគុណព្រះពុទ្ធគុណព្រះធម៌និងគុណព្រះសង្ឃដោយសេចក្តីគោរពជ្រះថ្លាសពការដោយយ៉ាងក្រៃលែងសូមនមស្ការក្រាបថ្វាយបង្គំចំពោះព្រះថេរានុថេរៈគ្រប់ព្រះអង្គដោយសេចក្តីជ្រះថ្លានិងជាទីសក្ការៈចម្រើនពរញោមញាតិជាពុទ្ធបរិស័ទទាំងក្នុងនិងក្រៅប្រទេសដោយសេចក្តីរាប់អានក្នុងវេលានេះដែរខ្ញុំព្រះករុណាអាត្មាភាពសូមអានសង្ខេបជូននៅវិសាខបូជាវិសាខបូជាគឺជាការរំលឹកដល់ថ្ងៃពេញបរមីខែពិសាខប្រកបដោយនក្ខត្តសម័យថ្ងៃដែលព្រះលោកនាថទ្រង់ប្រសូតទី1វិសាខបូជាគឺប្រារព្ធយកហេតុ3យ៉ាងញាតិញោមទី1ទ្រង់ប្រសូតទី2ទ្រង់ត្រាស់ដឹងទី3ទ្រង់បរិនិព្វានទី1ទ្រង់ប្រសូតចាកគភ៌នៃព្រះវរមេតាក្នុងថ្ងៃសុក្រពេញបរមីខែពិសាខឆ្នាំចទី2ទ្រង់ត្រាស់ដឹងនៅសัพពញុត្តញ្ញាណក្នុងថ្ងៃពុធពេញបរមីខែពិសាខឆ្នាំរកាទី3ទ្រង់បរិនិព្វានក្នុងថ្ងៃអង្គារពេញបរមីខែពិសាខឆ្នាំម្សាញ់ថ្ងៃប្រសូតចាប់តាំងពីថ្ងៃដែលព្រះអង្គទ្រង់ចាប់បដិសន្ធិមកទល់នឹងថ្ងៃប្រសូតគម្រប់1ទសមាសគត់គឺ10ខែមានទេវបុត្រ4អង្គមានព្រះហស្ថកាន់ព្រះខ័នឃ្លាំចាំរក្សានិងការពារនៅសេចក្តីអន្តរាយមិនឲ្យកើតមានដល់ព្រះទារុនិងព្រះវរមេតាឡើយទ្រង់ប្រសូតនាព្រំប្រទល់នគរទាំងពីរគឺនគរកបលភ័ក្រនិងនគរទេវទហៈក្នុងសួនលំពិនីក្រោមដើមសាលព្រឹក្សនាថ្ងៃសុក្រ15កើតពេញបរមីខែពិសាខឆ្នាំចវេលាថ្ងៃជិតត្រង់ពេលប្រសូតមកមានទឹកក្តៅទឹកត្រជាក់ហូរធ្លាក់ចុះដោយឯកឯងមកលាងមន្ទិលគភ៌មានពួកសុទ្ធាវាសមហាព្រំទាំង4បានយកបណ្ដាញមាសឬក៏សំណាញ់មាសបណ្ដាញមាសមកទទួលចាតុមហារាជការរក្សាទិសទាំង4បានទទួលយកពីមហាព្រំពួកស្រីស្នំទទួលយកពីចាតុមហារាជការព្រះរាជកុមារចុះពីដាយស្រីស្នំរួចទ្រង់ប្រថាប់ឈរសុបលើផែនដីដោយព្រះបាទទាំងគូមហាព្រំយកស្វេតឆ័ត្រមកបាំងថ្វាយសុយាមទេវរាជយកវិជ្ជនីគឺផ្លិតមកបកថ្វាយទេវបុត្រមួយអង្គកាន់កែវ7ប្រការមួយអង្គទៀតកាន់សុវណ្ណបាតុកាគឺស្បែកជើងមាសនិងទេវបុត្រមួយអង្គទៀតកាន់គ្រឿងប្រដាប់រាជ5យ៉ាងទី1កកុធភណ្ឌគឺមកុដមួយទៀតព្រះខ័នទី2ព្រះខ័នទី3ស្វេតឆ័ត្រទី4សុពបាទនិងវាលវិជ្ជនីមួយព្រះពោធិសត្វទ្រង់ក៏ប្រមើលមើលទៅកាន់ទិសទាំង10គឺទិសធំ4តូច4និងទិសខាងលើទិសខាងក្រោមក៏ពុំឃើញមានជនណាម្នាក់ស្មើនឹងព្រះអង្គឡើយទើបទ្រង់កំណត់ទុកក្នុងព្រះហឫទ័យថានេះជាទិសខាងជើងរំពេចនោះទ្រង់ប្រថាប់ឈរបែរព្រះភ័ក្ត្រទៅទិសឧត្តរនោះរួចឈានទៅមុខ7ជំហានក្នុងជំហាននីមួយមានការឈោកលេចចាញ់អំពីដីមកទ្រព្រះបាទបន្ទាប់មក
ព្រះពោធិសត្វទ្រង់ក៏បន្លឺនៅអសភិវិចាគឺសម្ដីរបស់សប្បុរសថាអកោហមស្មិលោកសៈសេថោហមស្មិលោកសៈចេថោហមស្មិលោកសៈអយមន្តមាជាតិណដ្ឋិទានិពុណភវោតេអាត្មាអញជាកំពូលនៃលោកអាត្មាអញជាចម្បងជាងគេទាំងអស់ក្នុងលោកអាត្មាអញជាបុគ្គលប្រសើរជាងសត្វលោកជាតិនេះជាជាតិទីបំផុតឥឡូវនេះមិនមានភពថ្មីទៀតឡើយថ្ងៃព្រះអង្គទ្រង់ត្រាស់ដឹងថ្ងៃពុទ្ធ15កើតខែពិសាខឆ្នាំរកាក្នុងព្រះជន្ម35ព្រះវស្សាទីកន្លែងក្រោមដើមពោធិព្រឹក្សនាក្រុងឧរុវេលៈក្នុងបឋមយាមព្រះអង្គទ្រង់ចម្រើនភាវនាបានសម្រេចនៅពុព្វេនិវាសានុសតិញាណគឺប្រាជ្ញាជាគ្រឿងរំលឹកនៅខណ្ឌទាំងឡាយដែលធ្លាប់បានប្រព្រឹត្តកាលពីជាតិមុនមកមជ្ឈិមយាមនៃរាត្រីពាក់កណ្ដាលអធ្រាត្រទ្រង់បានសម្រេចនៅចតោបបាទញ្ញាណគឺវិជាដឹងនៅការចុតិបដិសន្ធិរបស់មនុស្សសត្វទៀបភ្លឺទ្រង់បានសម្រេចនៅអាសវខយញ្ញាណគឺដឹងនៅការអស់នៃអាសវៈថ្ងៃទ្រង់បរិនិព្វានថ្ងៃអង្គារ15កើតខែពិសាខឆ្នាំម្សាញ់ក្នុងព្រះជន្ម80ព្រះវស្សាទីកន្លែងក្រោមចន្លោះដើមសាលព្រឹក្សទាំងគូនាក្រុងកុសិនារាកាលព្រះមានព្រះភិក្ខបរិនិព្វានហើយក៏ក្រោកផែនដីធំគួរសម្បើមគួរព្រឺរោមក៏កើតមានទាំងផ្គរក៏លន់លឺក៏ក្រឹកក៏ក្រែកព្រមនឹងការបរិនិព្វានសង្ខេបវិសាខបូជាត្រឹមតែប៉ុណ្ណេះសូមព្រះករុណាញាតិញោមជ្រះថ្លាអនុមោទនា